សម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជារបស់យើងបានបង្ហោះក្នុងផេកផ្លូវការសម្ដេចថាសម្ដេចបានឆ្លៀតចូលចែកក្រៅផ្លូវការជាមួយនឹងឯកឧត្តមអានុទីននៅក្នុងទីក្រុងកាហ្សានប្រទេសរុស្ស៊ីហើយសម្ដេចបានលើកឡើងនៅចំណុចមួយចំនួនដែលពាក់ព័ន្ធនឹងជំហរកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃដោយជំហរទី1កម្ពុជានៅតែប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធីស្របទៅតាមច្បាប់អន្តរជាតិជំហរទី2ពាក់ព័ន្ធទៅនឹងព្រំដែនសមុទ្រសូមភាគីទាំងពីរដោះស្រាយបញ្ហាតាមយន្តការសម្របសម្រួលដោយបង្ខំក្រោម UNCLOS ដែលកំពុងតែដំណើរការជំហរទី3ពាក់ព័ន្ធទៅនឹងព្រំដែនគោកកម្ពុជាមកដល់ពេលនេះនៅតែជ្រើសយកជំរឿដោះស្រាយបញ្ហាតាមយន្តការទ្វេភាគីដែលមានស្រាប់គឺ JBC ផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ប៉ុន្តែកម្ពុជានៅតែជំរុញឲ្យភាគីថៃរៀបចំតែងតាំងប្រធាន JBC ថៃនិងជំរុញឲ្យចាប់ផ្ដើមដំណើរការចុះវាស់វែងខណ្ឌសីមាព្រំដែនគោកឲ្យបានឆាប់រហ័សបំផុតស្របទៅតាមស្មារតីនៃសេចក្តីប្រកាសរួមនៅថ្ងៃទី27ធ្នូឆ្នាំ2025នៅចំណុចទី3ដែលភាគីទាំងពីរបានចុះហត្ថលេខានិងចុងបញ្ចប់ចំណុចដែលរសើបបំផុតគឺសម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជារបស់យើងក៏បានមានប្រសាសន៍ថាពាក់ព័ន្ធទៅនឹងរឿងបើកច្រកព្រំដែនទាំងអស់មិនចាំបាច់យកមកជជែកនៅពេលនេះនោះទេអញ្ចឹងហើយបានថាកុំចេះតែហ៊ានចោលឈ្លានពានលាហើយទំនិញសៀមលាជារៀងរហូត